បងទាំងអស់គ្នាថ្ងៃនេះយើងចូលមេរៀនថ្មីមេរៀនទី2លក្ខណៈកម្ដៅនៃរូបធាតុអញ្ចឹងប្រធានបទដែលអ្នកគ្រូនឹងនិយាយនៅថ្ងៃនេះគឺច្បាប់បូយម៉ារ៉ាយុតអញ្ចឹងមុននឹងរៀនអំពីប្រធានបទថ្មីច្បាប់បូយម៉ារ៉ាយុតនេះគឺបងប្អូនត្រូវរំលឹកមេរៀននៅ4សំណួរដោយដែលអ្នកគ្រូបង្ហាញទៅចាអញ្ចឹងសំណួរទី1ដូចម្ដេចដែលហៅថាសីតុណ្ហភាពសំណួរទី2ចូលឲ្យនិយមនៃសម្ពាធព្រមទាំងរូបមន្តសំណួរទី3ចូលឲ្យនិយមនៃមាត្រសំណួរទី4តើសម្ពាធបរិយាកាសមានតម្លៃស្មើប្រមាណចាអញ្ចឹងដើម្បីបងប្អូនអាចរៀនវិធានបទថ្មីនឹងបានគឺបងប្អូនត្រូវមានចំណេះដឹងមានស្រាប់ដោយអ្វីដែលអ្នកគ្រូបានរំលឹកអញ្ចឹងប្រសិនបើភ្លេចអស់ហើយអាចរំលឹកឡើងវិញបានណាជាងទៅមុខទៀតអញ្ចឹងចំណុចដែលអ្នកគ្រូលើកយកមកនិយាយទី1នេះគឺសមីការភាពនៃឧស្ម័នគេអាចកត់សម្គាល់ឧស្ម័នមួយទៅលើសីតុណ្ហភាពសម្ពាធនិងមាត្រចាអញ្ចឹងយើងអាចមើលនៅក្នុងសិលកិច្ចការទៅតាមហ្នឹងទៅអ្នកគ្រូអត់និយាយអីច្រើនទេអ្នកគ្រូនិយាយចំពោះឧស្ម័នបរិសុទ្ធដូចដែលបងប្អូនបានមើលគឺមានឧទាហរណ៍ដូចជាណេអុងចាឧទាហរណ៍ដូចជាអុកស៊ីហ្សែនឬមួយក៏ឧស្ម័នកាបូនិកដែលគេចាត់ទុកថាជាឧស្ម័នបរិសុទ្ធចាអញ្ចឹងយើងចូលទី2ហ្មងអំពីច្បាប់បូយអញ្ចឹងវិធីសាស្ត្រដែលអ្នកគ្រូលើកយកមកបរៀននេះគឺអ្នកគ្រូប្រើវិធីបង្រៀននឹងរៀនតាមបែបរិះរក inquiry based learning អញ្ចឹង step នៃ inquiry គឺតើគ្នាមើលគឺមានសំណួរកលឹះសមត្ថកម្មពិសោធន៍លទ្ធផលហើយនឹងទាញសេចក្តីសន្និដ្ឋានចាអញ្ចឹងនៅពេលដែលត្រូវចាំទៅនៅពេលដែលអ្នកគ្រូយកវិធីបង្រៀននឹងរៀនតាមបែបរិះរកមកអនុវត្តគឺបងអូនត្រូវតែមានសំណួរកលឹះត្រូវតែមានសមត្ថកម្មណាអញ្ចឹងការពិសោធន៍នេះគឺអ្នកគ្រូប្រើប្រាស់ PET simulation អញ្ចឹងសំណួរកលឹះគឺអ្នកគ្រូដាក់ថាដោយរក្សាសីតុណ្ហភាពថេរចូលធ្វើផលគុណសម្ពាធនឹងមាត្ររួចសន្និដ្ឋាននិងសង្ក្រាបអញ្ចឹងបងអូនសាកបង្កើតសមត្ថកម្មមើលបើសិនជាយើងរក្សាសីតុណ្ហភាពថេរតើផលគុណសម្ពាធនឹងមាត្រមានតម្លៃម៉េចអញ្ចឹងសាកឆ្លើយសាកល្បងខ្លួនឯងទៅចាសម្រាប់អ្នកគ្រូត្រង់ចំណុចនេះផលគុណសម្ពាធនឹងមាត្រមានតម្លៃថេរគ្រប់ខណៈទាំងអស់នៅពេលដែលយើងធ្វើបម្រែបម្រួលសម្ពាធហើយនឹងមាត្រចាអញ្ចឹងយើងអាចទៅសេចូលហើយធ្វើទៅតាមនឹងមកណាឥឡូវយើងចូលដល់ពិសោធន៍អ្នកគ្រូប្រើប្រាស់ PET simulation ហើយនឹង computer អញ្ចឹងនៅក្នុងនោះអូនត្រូវមាន computer ហើយអូនបើក PET simulation ទៅចាអញ្ចឹងដំណើរការនៅក្នុងដំណើរការនេះគឺបងអូនមើលទី1គឺដាក់ម៉ូលេគុលក្នុងប្រអប់ចន្លោះពី350ទៅ500បងអូនអាចដាក់ប៉ុន្មានក៏បានដែរប៉ុន្តែកុំដាក់ច្រើនពេកចាអញ្ចឹងចន្លោះហ្នឹងអាចដាក់ជ្រើសរើសដាក់ទៅទី2គឺធាតុត្រង់ចំណុចសីតុណ្ហភាពថេរចានៅក្នុងនេះគឺសីតុណ្ហភាពថេរតមកទី3គឺធាតុត្រង់ចំណុចប្រវែងទទឹងដើម្បីបង្ហាញពេលបម្រែបម្រួលមាត្រហើយទី4គឺបារ៉ូម៉ែត្របង្ហាញពីតម្លៃសម្ពាធទី5គឺតែម៉ូម៉ែត្រសម្គាល់សីតុណ្ហភាពទី6ទាញទ្វារនេះដើម្បីបម្រែបម្រួលមាត្រហើយកន្លែងនេះគឺជាប៊ូតុងឈប់ឬមួយក៏ដំណើរការហើយនេះគឺជប់លុបចោលការពិសោធន៍បងអាចចាប់ផ្ដើមថ្មីតែម្ដងចឹងដំណើរការពិសោធន៍អ្នកគ្រូបានទៅសេខាងក្រោមនេះទី1គឺទាញទ្វារដើម្បីបម្រែបម្រួលមាត្រទី2កត់ត្រាសម្ពាធនៅលើបារ៉ូម៉ែត្រទី3គណនាមាត្រ V ស្មើ A គុណ B គុណនឹង C រៀងរាល់ពេលបម្រែបម្រួលប្រវែងទទឹង A ចឹងជាកំណត់ថាបតោយឲ្យកម្ពស់គឺ B ស្មើ C ស្មើ10 nanomètre ហើយនឹងទី4គឺកត់ត្រាសីតុណ្ហភាពនៅលើតែម៉ូម៉ែត្ររៀងរាល់ពេលបម្រែបម្រួលមាត្រចាអញ្ចឹងបងអូនធ្វើតាម4ដំណាក់ហ្នឹងមកដោយឡែកលើកលែងតែមាត្រទេអូនត្រូវកណនាពីព្រោះនៅពេលដែលយើងធ្វើបម្រែបម្រួលទៅគឺនៅលើ simulation ហ្នឹងគឺវាបង្ហាញតែប្រវែងទទឹងឯងអញ្ចឹងអូនត្រូវតែហ៊ានកំណត់ថា B ស្មើ C ស្មើ10 nanomètre ចាអញ្ចឹងនៅពេលដែលបងអូនធ្វើហើយលទ្ធផលគឺអូនដាក់នៅក្នុងតារាងខាងក្រោមនេះអញ្ចឹងតារាងនេះសីតុណ្ហភាពគឺអ្នកគ្រូគិតជា Kelvin សម្ពាធអ្នកគ្រូគិតជា atmosphere ហើយមាត្រគឺអ្នកគ្រូគិតជា nanometer cube ហើយតារាងនេះគីឡូ row ខាងក្រោមនេះគឺជាផលគុណសម្ពាធនឹងមាត្រចាអ
ចឹងបងអូនកត់ត្រាពិសោធន៍ទាំងអស់4លើកលើកទី1លើកទី2លើកទី3លើកទី4នៅពេលដែលបងអូនធ្វើបានតម្លៃហើយអូនយកវាមកគុណគ្នាហើយបងអូនត្រូវសង្ក្រាបហើយបងអូនចាប់ផ្ដើមសន្និដ្ឋានចាអញ្ចឹងឥឡូវយើងចូលទៅ pet simulation ទាំងអស់គ្នាណាចាអញ្ចឹងបន្តទៅទៀតទាំងអស់គ្នាយើងចូលទៅ pet simulation ទាំងអស់គ្នាអញ្ចឹងនៅក្នុង pet simulation នេះគឺអូនចូល Google អូនវាយpet មកគឺអូននឹងឃើញបទសញ្ញាហ្នឹងហើយអូនចុចយកត្រង់ចំណុច physics អញ្ចឹងនៅក្នុងហ្នឹងវានឹងលោតផ្ទាំងមកមួយអញ្ចឹងនេះគឺអូនដោះ tick ឲ្យអស់ហ្នឹងអូនអាចដោះ tick ឲ្យអស់នៅពេលដែលអូនដោះ tick ឲ្យអស់ហើយគឺអូនទុកតែកន្លែង hit ហើយនឹង tag mode ចាអញ្ចឹងនៅនេះគឺអូនយកត្រង់ចំណុចមួយទៀតគឺចា gas property បន្ទាប់មកចុចនៅលើវីដេអូហ្នឹងទៅវាកំពុងតែដំណើរការអញ្ចឹងត្រង់ចំណុចនេះអូនយក ideal gas ideal នេះគឺពាក្យថាឧស្ម័នបរិសុទ្ធអញ្ចឹងវាយើងដល់ត្រង់ចំណុចដែលយើងត្រូវចាប់ផ្ដើមពិសោធន៍ហើយអញ្ចឹងអូនដាក់ចំនួន molecule ដូចដែលអ្នកគ្រូណែនាំអញ្ចឹងគឺចន្លោះពី350ទៅ500អញ្ចឹងអ្នកគ្រូដាក់500អញ្ចឹងនៅពេលដែលអូនដាក់បែបហ្នឹងហើយគឺអូនមើលអានេះគឺជាbarometer ដើម្បីបង្ហាញសម្ពាធគិតជា atmosphere ហើយអានេះគឺ thermometer បង្ហាញសីតុណ្ហភាពគិតជា Kelvin ហើយគឺអូនត្រូវ tick ត្រង់ចំណុច temperature tick ត្រង់ចំណុចហ្នឹងគឺបង្ហាញថាសីតុណ្ហភាពថេរហើយ tick ប្រវែងបដោយហ្នឹងគឺបង្ហាញប្រវែងបដោយដែលគិតជា nanometer អញ្ចឹងបងអូនចាប់ផ្ដើមពិសោធន៍ដោយបងអូនចាប់ផ្ដើមទាញទ្វារនេះបរិចក៏បានព្រមក៏បានឥឡូវអ្នកគ្រូទាញព្រមពេលនេះអូនឃើញនៅលើthermometer គឺសីតុណ្ហភាពនៅថេរដដែលព្រោះយើង tick ត្រង់ចំណុច temperature តែនៅឡើយអ្វីដែលប្រែប្រួលគឺសម្ពាធហើយនឹងប្រវែងទទឹងចាអញ្ចឹងប្រវែងទទឹងប្រែប្រួលនេះគឺអូនកត់ត្រាប្រវែងទទឹងហ្នឹងទុកអូនទៅគណនាមាត្រគឺតាមរូបមន្តដែលអ្នកគ្រូបង្ហាញហ្នឹងគឺ V ស្មើ A គុណនឹង B គុណនឹង C ចឹងមកពេលហ្នឹងគឺអូនគណនាបានមាត្រសម្រាប់ម្ដងពិសោធន៍លើកទី1បន្ទាប់មកខ្ញុំប្រែប្រួលម្ដងទៀតអញ្ចឹងនៅពេលដែលខ្ញុំប្រែប្រួលម្ដងទៀតខ្ញុំឃើញសីតុណ្ហភាពនៅថេរដដែលហើយbarometer គឺចង្អុលតម្លៃសម្ពាធប្រែប្រួលអញ្ចឹងតម្លៃសម្ពាធហ្នឹងអូនយកជាមធ្យមមកហើយនឹងប្រវែងទទឹងគឺវាប្រែប្រួលដែរអញ្ចឹងលើកទី3អ្នកគ្រូសាកបរិច្ឆេទម្ដងអញ្ចឹងលើកនេះអ្នកគ្រូបរិច្ឆេទឲ្យមាត្រធំជាងមុនអញ្ចឹងអូនឃើញថាសីតុណ្ហភាពនៅថេរតែbarometer ហ្នឹងគឺចង្អុលតម្លៃមួយផ្សេងទៀតហើយនឹងប្រវែងបដោយគឺវែងជាងមុនអញ្ចឹងអូនគណនាមាត្រតាមប្រវែងបដោយនឹងប្រវែងទទឹងនឹងទៀតសំទោសប្រវែងទទឹងចាអញ្ចឹងអានឹងគឺចាត់ទុកថាជាពិសោធន៍លើកទី3បន្តទៅទៀតអ្នកគ្រូទាញដៃទ្វារហ្នឹងឲ្យមាត្ររីកធំជាងមុនចាអញ្ចឹងធំជាងមុនគឺប្រវែងទទឹងយើងឃើញថារីកធំជាងមុនទៀតអញ្ចឹងសីតុណ្ហភាពនៅដែរbarometer ចង្អុលតម្លៃសម្ពាធមួយទៀតហើយនឹងប្រវែងទទឹងគឺវាធំជាងមុនចាអញ្ចឹងអូនយកវាទៅគណនាមាត្រលើកទី4មកអញ្ចឹងនៅពេលដែលអូនធ្វើអញ្ចឹងបានហើយគឺអូនត្រូវយកវាទៅដាក់នៅក្នុងតារាងលទ្ធផលពិសោធន៍ណាចាពីបងអូនធ្វើពិសោធន៍នៅ pet simulation ហើយបងអូនយកលទ្ធផលទាំងអស់ហ្នឹងមកកត់នៅក្នុងតារាងនេះចាពិសោធន៍លើកទី1ពិសោធន៍លើកទី2ពិសោធន៍លើកទី3ពិសោធន៍លើកទី4បន្ទាប់មកអូនត្រូវធ្វើផលគុណសម្ពាធនឹងមាត្រនៅពេលដែលអូនធ្វើផលគុណហើយគឺអូនត្រូវដល់ចំណុចសន្និដ្ឋានអញ្ចឹងអូនយកលទ្ធផលទាំងអស់ហ្នឹងមកគូក្រាបនេះគឺបងអូនត្រូវគូក្រាបអដេកគឺយកមួយលើវេហើយនឹងអឆោគឺយកជាសម្ពាធពេគិតជា ATM ចាអញ្ចឹងនៅពេលដែលអូនគូក្រាបហើយអូនត្រូវចាប់ផ្ដើមសន្និដ្ឋានចាអញ្ចឹងនៅពេលដែលបងអូនសន្និដ្ឋានហើយអូនត្រូវទាញច្បាប់បយនៅខាងក្រោមនេះមកអញ្ចឹងក្រាបមួយនេះដែលអ្នកគ្រូដាក់នេះគឺជាក្រាបដែលយើងគូពេវេចាអញ្ចឹងក្រាបខាងលើដែលអ្នកគ្រូឲ្យគូគឺពេហើយនឹងមួយលើវេអញ្ចឹងក្រាបខាងលើនេះគឺជាក្រាបបន្ទាត់ហើយក្រាបខាងក្រោមនេះមិនមែនជាក្រាបបន្ទាត់ទេគឺកោបបែបនេះរៀងជាអ៊ីបែបម៉ូណាចាអញ្ចឹងក្រាបនេះគឺជាក្រាបពេវេ
ចាចឹងបងអូនទាញច្បាប់បយមកគឺករណីសីតុណ្ហភាពថេរយើងបានផលគុណ PV ហ្នឹងមិនមានតម្លៃថេរអញ្ចឹងអូនសន្និដ្ឋានទៅតាមនឹងមកអញ្ចឹងយើងបន្តទៅទៀតចំណុចនេះគឺអ្នកគ្រូពិសោធន៍ដើម្បីផ្ទៀងផ្ទាត់ច្បាប់បយទេក៏ដោយអ្នកគ្រូប្រើសារ៉ាងហើយនឹងដាក់ពិតប៉ោងនៅក្នុងនឹងចាអញ្ចឹងសំណួរកលឹះគឺកណនីសម្ពាធនៃឧស្ម័នក្នុងសីឡាំងអញ្ចឹងអូនដាក់មកអូនរុញសីឡាំងចុះក្រោមក៏បានបិទប្រអប់បិទរុនខាងមុខនេះឲ្យជិតហើយនឹងមួយនេះអូនអាចទាញក៏បានបិទរុនឲ្យជិតទាញក៏បានចាហើយអូនចាំសង្កេតមើលពិតប៉ោងក្នុងនឹងណាហើយអូនបញ្យល់កន្លែងការបង្កើតសមត្ថកម្មនេះមកតបមកអូនពិសោធន៍ដោយប្រើស៊ីរ៉ាំងចាសម្ភារៈពិសោធន៍គឺមានសារ៉ាំងហើយប៉ោងនឹងអញ្ចឹងដំណើរការគឺអូនធ្វើមកគឺទាញពីស្ទង់របស់សារ៉ាំងឲ្យខ្យល់ចូលបិទចំបំពង់ហើយប្រើដៃបង្រួមពីស្ទង់ចាធ្វើមួយណាក៏បានដែរណាបន្តទៅទៀតគឺអូនត្រូវកត់ត្រារៀងរាល់ពេលដែលបង្រួបវាបង្រួមឬពង្រីកចាអញ្ចឹងបើលទ្ធផលអូនដាក់នេះមកពិសោធន៍លើកទី0លើកទី1លើកទី2លើកទី3ហើយអូនធ្វើផលគុណមកសន្និដ្ឋានមកអញ្ចឹងសន្និដ្ឋានក្រាបគឺមាន2ដូចអ្នកគ្រូបង្ហាញអញ្ចឹងនេះគឺក្រាប PV ហើយនេះក្រាប P ហើយនឹង1លើ V ចាអញ្ចឹងនេះជារាង E ប្រាប់បូហើយនេះគឺជារាងបន្ទាត់ចាជាក្រាបបន្ទាត់ណាចាអញ្ចឹងអ្នកគ្រូឈានចូលទៅមុខតិចទៀតគឺការអនុវត្តសំណួរលំហាត់នៅក្នុងការអនុវត្តសំណួរហើយនឹងលំហាត់គឺអ្នកគ្រូបែងចែកសំណួរជា4ប្រភេទសំណួរទី1នេះគឺសំណួរបែបបញ្ញត្តិគឺ conceptual question ចាអញ្ចឹងបងអាចមើលតាមនឹងទៅហើយសំណួរទី2គឺជាសំណួរបែបការអនុវត្តក្នុងជីវភាពរស់នៅជាក់ស្ដែងគឺប្រភេទ multiple choice ណាអញ្ចឹងក្នុងនេះគឺភាគច្រើនអ្នកគ្រូដាក់សំណួរការអនុវត្តក្នុងជីវភាពរស់នៅរៀងមានកម្រិតខ្ពស់តិចអញ្ចឹងបងអាចមើលតាមនឹងទៅណាចាហើយនឹងសំណួរនេះក៏ដូចគ្នាសុទ្ធតែជាប្រភេទសំណួរអនុវត្តក្នុងជីវភាពរស់នៅហើយជាប្រភេទ multiple choice ហើយសំណួរនេះគឺអ្នកគ្រូដាក់តម្រូវនឹងបងប្អូនដែលចង់ធ្វើតេស្ត PISA ឲ្យបានបន្ទុកល្អអញ្ចឹងសំណួរនេះគឺប្រើការគិតតិចណាហើយនឹងសំណួរចុងក្រោយគឺជាលំហាត់គណនាអញ្ចឹងលំហាត់គណនានេះគឺអ្នកគ្រូដាក់ច្រើនដែរ10លំហាត់អញ្ចឹងបងប្អូនអាចមើលធ្វើទៅតាមហ្នឹងទៅចាអរគុណច្រើនបងប្អូនទាំងអស់គ្នាការអនុវត្តច្បាប់បយនេះគឺអ្នកគ្រូប្រើវិធីបង្រៀននឹងរៀនតាមបែបរិះរក IBL អញ្ចឹងអាចថារៀងប្លែកតិចសម្រាប់បងប្អូនប៉ុន្តែការបរៀននេះគឺជាការបរៀនមួយដែលតម្រូវឲ្យសិស្សរិះរកមានការគិតកម្រិតខ្ពស់ចាអញ្ចឹងមេរៀនអ្នកគ្រូថ្ងៃនេះសូមចប់តែប៉ុណ្ណេះអរគុណច្រើនជម្រាបលា